បាទជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃសុក្របាទខ្ញុំមកមន្ទីរពេទ្យនៅប្រទេសកម្ពុជាយ៉ាងនេះខ្ញុំឃើញថាមានអ្នកជំងឺច្រើនតែមែនតែនណាអញ្ចឹងបងប្អូនទាំងអស់គ្នាសូមចូលរួមថែរក្សាសុខភាពកុំឲ្យឈឺព្រោះអីកាលណាយើងឈឺនិយាយទៅឈឺវាមិនស្រួលទេឈឺវាពិបាកក្នុងខ្លួនហើយវាខាតលុយច្រើនខាតលុយហើយខាតពេលវេលាច្រើនបានរស់ស៊ីមុខរបរការងារអីទេការពារសុខភាពយើងទាំងអស់គ្នាកុំឲ្យឈឺបាទខ្ញុំនៅនេះនៅមន្ទីរពេទ្យខ្ញុំចូលមកកន្លែងបន្ទប់សង្គ្រោះបន្ទាន់បន្ទប់វះកាត់ដោយសារមានបងប្អូនគាត់មានអ្នកនៅរងចាំអ្នកជំងឺវះកាត់ច្រើនណាស់នេះខ្ញុំនៅខាងក្នុងនេះអត់សូវឃើញមនុស្សច្រើនទេប៉ុន្តែចេញពីបន្ទប់នឹងទៅតិចឃើញមនុស្សច្រើនហើយបងប្អូនទាំងអស់គ្នាអាចធ្វើបសសទុកទៅព្រោះអីខ្ញុំឃើញថាបសសមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកទាំងអស់គ្នាក៏ដូចជាសម្រាប់នៅយើងនឹងតែខ្លែងដោយវាឈឺអីទៅយើងកាត់បន្ថយនៃការចំណាយយើងខ្លះដែរហើយយើងបកមកវិញតាំងថាយើងការពារខ្លួនយើងកុំឲ្យឈឺកុំឲ្យអីដោយសារឈឺហ្នឹងវាធ្វើឲ្យយើងហ្នឹងពិបាកខ្លាំងណាស់ស្អែកអូយហើយមួយទៀតគឺយើងការពារវាតាមរយៈអីគេតាមរយៈការហូបចំណីអាហារហូបបានត្រឹមត្រូវចំណីដែលមានប្រូតេអ៊ីនវីតាមីនអីបានត្រឹមត្រូវមានជាតិសរសៃមានអីបានត្រឹមត្រូវកុំព្យាយាមហូបចំណីផ្អូមចំណីសល់មកពេកព្យាយាមហូបចំណីណាដែលល្អដែលជាអត្ថប្រយោជន៍ច្រើនបន្ទាប់ពីចំណីអាហារហើយកត្តាចំណីអាហារហើយកត្តាមួយទៀតគឺហាត់ប្រាណអញ្ចឹងយើងហាត់ប្រាណបានច្រើនព្យាយាមក្នុងមួយថ្ងៃយើងបន្ទាប់ពីយើងប្រកបកិច្ចការងារហើយយើងព្យាយាមហាត់ប្រាណណាកុំភ្លេច10នាទី15នាទីអីហាត់ប្រាណទៅឲ្យបានបែកញើសតិចតួចទៅកុំខ្ជិលអីពេលដែលខ្ញុំឃើញមកដើមទីពេទ្យនេះខ្ញុំឃើញអ្នកឈឺទៅខ្ញុំមានការហាត់ហើយយ៉ាងខ្លាំងបាទទី1កត្តាចំណីអាហារទី2កត្តាយើងត្រូវហាត់ប្រាណហូបចំណីអាហារហាត់ប្រាណទី3គឺការគេងឲ្យបានគ្រប់គ្រាន់កុំព្យាយាមលេងទូរស័ព្ទមកពេកកុំព្យាយាមនៅយប់ជ្រៅពេកគេងឲ្យបានគ្រប់គ្រាន់ហើយដើម្បីយកជាកម្លាំងយកជាថាការពារនៅជំងឺបានច្រើនដែរកាលណាយើងមិនអត់ល្ងយមិនខ្សោយអញ្ចឹងណាមានកត្តាច្រើនទៀតដែលការពារជំងឺរបស់យើងហ្នឹងការពារយើងកុំឲ្យឈឺហ្នឹងមានកត្តាច្រើនទៀតអញ្ចឹងយើងខ្ញុំគាត់តែឃើញថាមានអ្នកឈឺច្រើនហើយអ្នកខ្លះឈឺហ្នឹងជួនកាលជាកម្មពៀរបស់ពួកគាត់ដែលបានសាងមកពីមុនមកគាត់ត្រូវមានកម្មពៀជាមួយនឹងការឈឺដែរអញ្ចឹងពេលខ្លះយើងការពារបានយើងការពារទៅកត្តាខ្លះឈឺដោយសារអំពើរបស់យើងកម្មរបស់យើងឲ្យបានប្រព្រឹត្តហើយតែហូបចំណីមិនល្អឬក៏មិនហូបចំណីអាហារដើម្បីត្រួតត្រងក៏ឈឺហូបចំណីអាហារដែលមិនល្អក៏ឈឺអញ្ចឹងមានតែខ្លួនយើងទេដែលអាចការពារខ្លួនយើងបានហើយពេលដែលបុគ្គលយើងម្នាក់គាត់បានចេះដឹងការពារខ្លួនហើយអ្នកទាំងអស់គ្នាក៏បានយល់ពីបញ្ហានៃការពារខ្លួនកុំឲ្យឈឺហ្នឹងហើយអ្នកទាំងអស់គ្នាប្រកបជាសុខសប្បាយនៅក្នុងក្រុមគ្រួសារអាចប្រកបអាជីវកម្មអីបានស្រួលមិនប៉ះពាល់ដល់ពេលវេលានៃការរស់ស៊ីរបស់អ្នកទាំងអស់គ្នានិងញាតិជិតខាងបងប្អូនគាត់អត់មានខាតពេលវេលាអីទេអញ្ចឹងអ្វីជាសារខ្ញុំនេះចង់ឲ្យបងប្អូនទាំងអស់គ្នាចូលរួមការពារទាំងអស់គ្នាកុំឲ្យឈឺណាស្រឡាញ់ខ្លួនឯងបាទអរគុណច្រើនជម្រាបលា